បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំបង្ហាញទាក់ទងនឹងការរក្សាឯកសារទុកណាអូខេឧទាហរណ៍ថាយើងគូររូបបានបែបហ្នឹងណាឧទាហរណ៍ណាយើងចង់រក្សាឯកសារទុកយើងចូលតាមណាយើងចូល home នេះមកឬក៏ចូលនេះចូលលើ home ណាឃើញយើងចូលលើ home ហើយយើងយកពាក្យ save មកឧទាហរណ៍ថាsave លើ save ក្រោមយើងយល់ហើយទាក់ទងដូច Word Excel នេះយើង save បន្តការងាររបស់យើងណាយើង save ដាក់ឈ្មោះថ្មីណាអញ្ចឹងនៅពេលដែលយើងអត់មានដំបូងយើងយក save មួយណាក៏ដូចមួយណាឲ្យពេញឈ្មោះអញ្ចឹងណាអូខេឧទាហរណ៍ថាខ្ញុំដាក់លើ desktop ចោះឃើញអត់អញ្ចឹងបន្ទាប់មកខ្ញុំទៅ save ឈ្មោះចោះឧទាហរណ៍ថាអស់drawing យើងដាក់ថ្ងៃទីស្អីលើយើងដាក់ណាឧទាហរណ៍ថាខ្ញុំដាក់ថាថ្ងៃនេះទីប៉ុន្មាន drawing ថ្ងៃទី12ឧទាហរណ៍ថ្ងៃទី12ខែ3ខ្ញុំจะ note ខ្លួនឯងណា2026ចុះអូខេអញ្ចឹងខ្ញុំបិទច្បាច់ចឹងមកបាទតោះណាអញ្ចឹងមិនខ្ញុំដាក់លើ desktop អញ្ចឹងអត់ desktop អញ្ចឹងដល់ពេលយើងបើកឧទាហរណ៍ថាករណីយើងបិទណាឧទាហរណ៍ថាករណីបាទឧទាហរណ៍ដល់ពេលយើង save ចប់ហើយខ្ញុំបិទណាបិទការងារខ្ញុំទៅបើកមើលវិញណាអូខេបាទអញ្ចឹងមិនយើងដាក់គេឃើញអត់នេះឈ្មោះនេះឃើញអត់អញ្ចឹងយើងចូលទៅបើកវាធម្មតាក៏បានដែរអូខេនេះការងាររបស់យើងអញ្ចឹងយើងចូលទៅបើកវាឧទាហរណ៍ថាយើងបើកការងាររបស់យើងឧទាហរណ៍អញ្ចឹងណាយើងចូលទៅលើដូចគ្នានេះលើ home ណាចុចលើវាអញ្ចឹងយើង open មកឃើញអត់អញ្ចឹងវាមានឈ្មោះការងាររបស់យើងហើយអញ្ចឹងយើង open វាមកឃើញអញ្ចឹងមិញយើងដាក់ desktop ឃើញអត់នេះឈ្មោះយើងឃើញអត់អញ្ចឹងបើកលើវាមកបាទឃើញភាសាអីយើងបើកអូខេឃើញអត់អញ្ចឹងវាបានរូបនេះដូចគ្នាអញ្ចឹងទាក់ទងការ save ទុកអូខេតែប៉ុណ្ណឹងទាក់ទងការ save ទុកហើយការបិទចាំទីយើងចេះបិទហើយដល់ពេលចប់យើងបិទអញ្ចឹងទៅអូខេខ្ញុំសូមបញ្ចប់តรงចំណុចហ្នឹង